មានម៉ាក់គាត់មកសួរខ្ញុំថាសុំយោបល់ខ្ញុំថាតើគាត់កូនគាត់អាយុប្រហែលទើបយើងអាចឈប់បូមទឹកដោះបានអញ្ចឹងណាព្រោះដោយសារតែការដែលគាត់បូមទឹកដោះហ្នឹងគឺហត់មែនតើហ្មងអញ្ចឹងនេះគឺជាយោបល់ពីខ្ញុំទៅសម្រាប់ម៉ាក់ថ្មីថ្មោងសម្រាប់ម៉ាក់ដែលចិញ្ចឹមកូនឲ្យទឹកដោះហើយចង់បូមទឹកដោះឲ្យរៀងយូរដែរខ្ញុំគិតថាម៉ាក់អាចឈប់បានម៉ាក់ត្រូវតែទ្រាំរហូតដល់ម៉ាក់អាចបូមបាន6ខែហេតុអីបានខ្ញុំនិយាយថាដល់ទៅ6ខែព្រោះ6ខែគឺជាពេលមួយដែលកូនរបស់ម៉ាក់គឺចាប់ផ្ដើមទទួលយកអាហាររូបត្ថម្ភបន្ថែមដូចជាបបរគ្រប់គ្រឿងដូចជាអីអញ្ចឹងទៅនៅក្នុងករណីដែលម៉ាក់បូមទឹកដោះឲ្យទៅមុខលេងរួចចង់ប្រើម្សៅទឹកដោះគោឬក៏អីហ្នឹងម៉ាក់អាចចាប់ផ្ដើមពី6ខែហើយអាចបញ្ចប់ឬក៏បញ្ឈប់បូមទឹកដោះចោះនេះគ្រាន់តែជាយោបល់របស់ខ្ញុំទេបើលែងចង់បូមចង់បញ្ឈប់ព្រោះហត់ខ្លាំងពេកម៉ាក់អាចឈប់បានត្រឹម6ខែមានម៉ាក់មួយចំនួនក៏គាត់ recommend ឲ្យដល់1ខួបឬក៏ម៉ាក់ខ្លះឲ្យដល់2ខួបបើតាម WHO គេឲ្យ2ខួបហ្មងអ្នកនរអគ្នាតែដោយសារតែយើងហត់ណាម៉ាក់ដែលបូមទឹកដោះចិញ្ចឹមកូនបានគាត់យល់ថាវាហត់ប៉ុណ្ណាងើបបូមពេលវេលាបូមមួយទៀងអង្គុយ30នាទីត្រូវលាងពែងផងដាក់ចំហុយដាក់អីផងហើយត្រូវរៀបផ្គុំវាឡើងវិញទម្រាំតែចាប់ផ្ដើមបូមអត់ស្រួលទេមិនថាយើងបូមម្ដងឬក៏2ដងឬក៏3ដងអីនិយាយទៅឲ្យតែថាចាប់ផ្ដើមបូមគឺកម្លាំងកាយកម្លាំងចិត្តបានត្រៀមនៅក្នុងការផលិតទឹកដោះហើយអញ្ចឹងវាហត់ហើយបើសិនជាម៉ាក់ទៅមុខលេងរួចត្រឹមតែ6ខែម៉ាក់អាចសម្រាកបានពួកយាយកូនគាត់អាចទទួលទានទឹកគាត់អាចទទួលយកអាហាររូបត្ថម្ភបន្ថែមបានអញ្ចឹងខ្ញុំគិតថាជាពេលមួយដែលល្អដែរហើយម៉ាក់មិនចាំបាច់មានអារម្មណ៍ guilty ថាមិនអត់ព្រមព្រោះដោយសារតែយើងរៀងហត់ដែរអញ្ចឹងបើហត់ហើយបោះបង់ចោះឲ្យតែម៉ាក់ត្រៀមខ្លួនបានតែប៉ុណ្្នឹងព្រោះអត់មានអ្នកណាគេមកឈឺចាប់មកហត់ជំនួសយើងក្រៅពីខ្លួនយើងទេបើសិនជាយើងទៅមុខលេងរួចម៉ាក់អាចបោះបង់ត្រឹម6ខែនឹងបានហើយព្រោះម៉ាក់ធ្វើបានល្អហើយអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្នេះ Peace bye